សួស្តីអ្នកទាំងអស់គ្នានៅថ្ងៃនេះយកមកតសាច់រឿងសូលែនវគ្គ5របស់យើងបន្តទៀតចាប់ផ្ដើមសាច់រឿងឌូបៃក៏បាននាំតាំងសានទៅកន្លែងទទួលយកបេសកកម្មហើយសិស្សច្បងវូប៊ិនជីគឺជាអ្នកត្រួតពិនិត្យនៅទីកន្លែងនោះផងដែរបន្ទាប់មកវូប៊ិនជីក៏បានណែនាំប្រាប់ទៅកាន់តាំងសានថាសាលារបស់ពួកគេបង្កើតបេសកកម្មឡើងដើម្បីឲ្យគុនសិស្សទាំងអស់គ្នាទទួលបានបទពិសោធន៍រីឯបេសកកម្មត្រូវបានបែងចែកទៅជា3ប្រភេទទៀតគឺការវាយប្រហារការប្រមាញ់សារវេទមន្តហើយនិងការស្វែងរកគ្រឿងផ្សំឱសថហើយបន្ទាប់ពីគុនសិស្សបញ្ចប់បេសកកម្មសាលានឹងផ្ដល់ជាថវិកាសម្រាប់រង្វាន់អ្នកទាំងអស់គ្នាហើយសាលាបានណែនាំឲ្យទទួលយកបេសកកម្មជាក្រុមដើម្បីធានាសុវត្ថិភាពកូនសិស្សទាំងអស់គ្នាទោះជាយ៉ាងណាស្ថានភាពរបស់តាំងសានវាពិសេសជាងគេហើយគាត់មិនត្រូវបានណែនាំឲ្យទទួលយកបេសកកម្មវាប្រហារនោះទេព្រោះថាវាប្រហារជាអាចទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សដទៃទៀតខ្លាំងពេកបន្ទាប់ពីបានទទួលការណែនាំពីវូប៊ិនជីតាំងសានក៏បានអរគុណទៅកាន់គាត់រួចក៏បបួលអាចមកឌូបៃទៅផ្សារដើម្បីទិញរបស់របរផ្សេងទៀតរីឯវូប៊ិនជីក៏បានណាត់តាំងសាននៅយប់នេះដើម្បីឲ្យតាំងសានជួយណែនាំបច្ចេកទេសនៃការគ្រប់គ្រងធាតុផងរីឯតាំងសានក៏មកបានចំទាស់ចំពោះសំណើរបស់វូប៊ិនជីនៅឡើយហើយពួកគេនៅធ្វើការសិក្សាជាមួយនឹងគ្នាបន្ទាប់ពីពិសាអាហារពេលល្ងាចរួចបន្ទាប់ពីបញ្ចប់ការសន្ទនាមួយនេះតាំងសាននៅឌូបៃក៏បានចាក់ចេញទៅនៅពេលនៅឌូបៃក៏បាននិយាយសរសើរអំពីវូប៊ិនជីប្រាប់ទៅកាន់តាំងសានថាសិស្សច្បងវូប៊ិនជីមិនត្រឹមតែជាមនុស្សល្អរស់រានរាក់ទាក់នោះទេក៏ប៉ុន្តែសមត្ថភាពរបស់គាត់ក៏ថែមទាំងខ្លាំងទៀតផងកត្តាទាំងអស់នេះហើយទើបធ្វើឲ្យនារីនៅក្នុងសាលាស្ទើរតែស្រឡាញ់គាត់ទាំងអស់ជាពិសេសគឺជាសិស្សច្បងស៊ីឆិនក៏ប៉ុន្តែនៅគណៈពេលដែលឌូបៃរៀនមិននិយាយបន្តទៀតហើយនោះស្រាប់តែកញ្ញាឆឹងស៊ីឆិនបានហោះមកដាក់គាត់ពី3កញ្ញតែម្ដងដោយនេះក៏បាននិយាយថាអ្នកអាចមកឌូបៃតើឯងក៏ពុតទៅចង់ងាប់មែនទេរីឯតាំងសានក៏ដឹងអំពីស្ថានភាពដោយគាត់ក៏បានប្រាប់ទៅកញ្ញាស៊ីឆិនថាគាត់នៅបានលើអ្វីដែលឌូបៃបាននិយាយបាញ់នោះទេហើយតាំងសានក៏បានបបួលកញ្ញាស៊ីឆិនទៅសិក្សាអំពីការគ្រប់គ្រងធាតុជាមួយនឹងសិស្សច្បងវូប៊ិនជីនៅយប់នេះផងដែរនៅពេលដែលបានឮតាំងសាននិយាយដូច្នេះកញ្ញាស៊ីឆិនឆ្ងល់ខ្លាំងមែនទែនព្រោះថាតាំងពីដើមមកនេះមិនដែលស្វែងយល់អំពីការគ្រប់គ្រងធាតុនោះទេបន្ទាប់មកតាំងសានក៏បានប្រាប់ថាបច្ចេកទេសនៃការផ្លាស់ប្ដូរបិសាចដោយទេវភាពអន្តរមាសរបស់អ្នកនៅពេលដែលអ្នកប្រើវាហោះហើរវាក៏ពាក់ព័ន្ធជាមួយនឹងធាតុខ្យល់ផងដែរដូច្នេះហើយខ្ញុំគិតថាពួកយើងគួរតែសិក្សាអំពីវាជាមួយនឹងគ្នានៅទីបំផុតកញ្ញាស៊ីឆិនក៏បានយល់ព្រមហើយពួកគេនៅជួបគ្នាបន្ទាប់ពីអាហារពេលល្ងាចរួចបន្ទាប់មកតាំងសានក៏បានធ្វើដំណើរទៅកាន់ផ្សារលក់របស់របរផ្សេងហើយគាត់ក៏បានជួបជាមួយនឹងអ្នកគ្រូមួយយន្តយូរនៅទីនោះផងដែរហើយនេះក៏បានលើកអំពីបច្ចេកទេសប្រយុទ្ធផ្ទាល់របស់តាំងសានថាវាពិតជាមិនធម្មតាដូច្នេះហើយនៅក្នុងថ្នាក់វឹកហាត់រាងកាយនៅថ្ងៃស្អែកនាងនៅដាក់ទម្ងន់ទៅឲ្យតាំងសានបន្ថែមទៀតនៅពេលដែលបានលើបែបនេះតាំងសានអាចจะមកឌូបៃកៀងយកតែមែនទេចំណែកឯអ្នកគ្រូមួយយន្តយូរក៏បានសួរថាតាំងសានចង់រករកនៅទីនេះដោយខ្លួនឯងឬក៏ចង់ឲ្យគាត់ណែនាំបន្ទាប់មកតាំងសានក៏បានជ្រើសរើសរករកនៅទីនេះដោយខ្លួនឯងនៅពេលនោះអាចจะមកឌូបៃក៏បានរកលេសដើម្បីសុំអ្នកគ្រូមួយយន្តយូរសុំច្បាប់នៅថ្ងៃស្អែកក៏ប៉ុន្តែអ្នកគ្រូមួយយន្តយូរនេះក៏ពិតជាកាចខ្លាំងមែនទែនមិនត្រឹមតែមិនឲ្យឌូបៃឈប់នោះទេក៏ថែមទាំងបានដេញឌូបៃចេញពីទីនេះទៀតផងនៅពេលនោះអ្នកគ្រូមួយយន្តយូរគាត់ក៏បានគិតនៅក្នុងចិត្តផងដែរថាអាចจะមកឌូបៃនេះវាក៏ជាក្មេងម្នាក់ដែលស្ថិតនៅក្នុងក្មេងដែលមានទេពកោសល្យបំផុតផងដែរក៏ប៉ុន្តែខ្សែឈាមរបស់ឌូបៃគឺស្ទើរស្ដាងខ្លាំងពេកដែលធ្វើឲ្យសមត្ថភាពរបស់គេពិបាករីកចម្រើនខ្លាំងមែនទែនហើយនៅពេលដែលមើលទៅកាន់តាំងសានគាត់ក៏បានលួចសរសើរនៅក្នុងចិត្តផងដែរថាតាំងសានគឺជាមនុស្សដែលមានចិត្តត្រជាក់បំផុតនៅក្នុងចំណោមក្មេងៗទាំងអស់បន្ទាប់មកសាច់រឿងក៏បានកាត់មកដល់បន្ទាប់ពីពួកគេទាំងអស់គ្នាពិសាអាហារពេលល្ងាចរួចតាំងសានវូប៊ិនជីរួមទាំងកញ្ញាស៊ីឆិនក៏បានមកអង្គុយដាក់មកយូរពិភាក្សាជុំគ្នាដែលនៅពេលនោះវូប៊ិនជីក៏បានសួរទៅកាន់តាំងសានថានៅពេលដែលតាំងសានគ្រប់គ្រងកំបត្តិខ្យល់នៅក្នុងការប្រយុទ្ធថាជាការប្រើថាមពលវិញ្ញាណសុទ្ធសាធឬក៏មានបច្ចេកទេសអ្វីផ្សេងទៀតបន្ទាប់មកតាំងសានក៏បានរៀបរាប់ប្រាប់ថាអ្វីទាំងអស់នោះគឺវាពឹងផ្អែកទៅលើការសិក្សារបស់ខ្ញុំហើយក៏វាពាក់ព័ន្ធជាមួយនឹងថាមពលវិញ្ញាណផងដែរនៅពេលនោះវូប៊ិនជីក៏បាននិយាយថាខ្ញុំស្មានតែការគ្រប់គ្រងកំបត្តិខ្យល់ទាំងអស់នោះគឺវាពឹងផ្អែកទៅលើថាមពលវិញ្ញាណរបស់អ្នកជាគោលហើយថាតើអ្នកអាចបង្រៀនខ្ញុំអំពីបច្ចេកទេសគ្រប់គ្រងកំបត្តិខ្យល់ទាំងអស់នោះដែរឬទេចំណែកឯតាំងសានក៏មិនបានបដិសេធអ្វីនៅឡើយក៏ប៉ុន្តែគាត់ត្រូវតែស្វែងរកបច្ចេកទេសដែលស័ក្តិសមជាមួយនឹងវូប៊ិនជីជាមុនសិនបន្ទាប់មកទៀតវូប៊ិនជីក៏បានសុំឲ្យតាំងសានចែករំលែកនៃការយល់ដឹងអំពីការគ្រប់គ្រងធាតុរបស់គាត់ផងដែរបន្ទាប់មកការសន្ទនារបស់ពួកគេនៅតែបន្តដែលតាំងសានមិនត្រឹមតែបានចែករំលែកចំណេះដឹងរបស់គាត់នោះទេក៏ប៉ុន្តែគាត់ថែមទាំងណែនាំការវឹកហាត់ដែលស័ក្តិសមសម្រាប់ពួកគេទាំងពីរទៀតផងនៅពេលនោះវូប៊ិនជីក៏បានសួរទៅកាន់តាំងសានបន្តទៀតថាធាតុខ្យល់ទាំងអស់នេះវាពិតជាមិនស្ថិតស្ថេរនោះទេហើយធ្វើដូចម្តេចទើបអ្នកអាចបង្ហាត់វាបានទៅហើយវូប៊ិនជីក៏បានប្រាប់ត្រង់តែម្ដងថាសំណួរមួយនេះគឺជាអ្វីដែលគាត់កំពុងតែចាប់អារម្មណ៍បំផុតបន្ទាប់មកតាំងសានក៏បានប្រាប់រឿងទាំងអស់នេះគឺវាពឹងផ្អែកទៅលើការរៀបចំធាតុរបស់យើងប៉ុណ្ណោះហើយភាពស្ថិរភាពនិងអស្ថិរភាពគឺវាតាក់ទងគ្នាហើយដោយការរៀបចំធាតុនៅក្នុងមធ្យោបាយដ៏ឆ្លៀសវៃមួយដោយយោងទៅតាមលក្ខណៈរបស់ពួកគេយើងប្រកាសជាអាចបង្ហាត់វាចូលគ្នាចាក់ជាមិនខានបន្ទាប់មកតាំងសានក៏បានធ្វើការបង្ហាត់ធាតុខ្យល់របស់គាត់ដើម្បីឲ្យកញ្ញាស៊ីឆិននិងវូប៊ិនជីមើលកាន់តែច្បាស់នៅពេលបានឃើញការបង្ហាត់ធាតុខ្យល់របស់តាំងសានវូប៊ិនជីគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះថាហ្វ្រេកង់នៃធាតុខ្យល់ទាំងពីរវាបានបង្វិលនៅក្នុងទិសដៅតែមួយដែលគ្រាន់តែបន្ទាប់ពីបានមើលតាំងសានរួមមកចូលធាតុខ្យល់ទាំងពីរនេះវូប៊ិនជីក៏បានយល់ភ្លាមតែម្ដងហើយវូប៊ិនជីក៏បានធ្វើការអរគុណទៅកាន់តាំងសានដែលការបង្រៀននៅថ្ងៃនេះគឺវាគ្រប់គ្រាន់ហើយបន្ទាប់មកគាត់នឹងត្រឡប់ទៅវិញហើយព្យាយាមអនុវត្តនៅអ្វីដែលតាំងសានបានបង្រៀនឲ្យបានមិញនៅពេលដែលបានឃើញដូច្នេះតាំងសានក៏បានគិតនៅក្នុងចិត្តថាក្មេងម្នាក់នេះគឺពិតជាឆ្លាតខ្លាំងមែនទែនរីឯកញ្ញាស៊ីឆិននេះក៏បានសរសើរថាតាំងសានគឺពិតជាអស្ចារ្យខ្លាំងមែនទែនដែលនាងមិនដែលឃើញសិស្សច្បងវូប៊ិនជីសប្បាយចិត្តដូចជាពេលនេះនោះទេហើយទោះបីជានាងមិនបានយល់នៅអ្វីដែលតាំងសានបានបញ្យល់អំបញ្ញមិញនឹងក៏ដោយបន្ទាប់ពីការបង្រៀនរបស់តាំងសានបានបញ្ចប់វូប៊ិនជីជាមួយនឹងកញ្ញាស៊ីឆិនក៏
បានចាក់ចេញទៅហើយវាក៏ដល់ពេលដើម្បីឲ្យថងសានបង្កើតប្រភេទនៃខ្សែឈាមថ្មីរបស់គាត់ផងដែរបន្ទាប់មកគាត់ក៏បានធ្វើការស្រូបយកខ្សែឈាមអន្ត្រីមាសរបស់កញ្ញាសឹងជីឈិនដែលមួយសន្ទុះក្រោយមកថងសានគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះថាកម្លាំងនៃខ្សែឈាមដើមគឺពិតជាអាចធ្វើឲ្យប្រសើរឡើងហើយវាថែមទាំងបង្កើតកម្លាំងរាងកាយរបស់គាត់ទៀតផងដែលម្ដងនេះគាត់ក៏ពិតជាបានប្រសើរឡើងអស្ចារ្យខ្លាំងមែនទែនព្រោះថាកម្លាំងរបស់គាត់បានឡើងទៅដល់កំពូលនៃកម្រិតទី5ហើយគាត់ក៏បានឃើញថាការផ្លាស់ប្ដូរអន្ត្រីមាសរបស់គាត់ខុសពីកញ្ញាជីឈិនផងដែរបន្ទាប់មកគាត់ក៏បានធ្វើការសាកល្បងហោះហើរដោយប្រើស្លាបអន្ត្រីមាសមួយនោះដែលស្លាបអន្ត្រីមាសរបស់គាត់មានរូបបំភាន់ពណ៌មាសទៅក្រោយដែលមើលទៅវាពិតជាអស្ចារ្យខ្លាំងមែនទែនបន្ទាប់មកថាសានក៏សាកល្បងហោះហើររួមទាំងប្រើជំនួយនៃការគ្រប់គ្រងធាតុខ្យល់របស់គាត់ផងដែរហើយអ្វីៗវាពិតជាដំណើរការពិតមែនដែលថាងសានក៏អាចហោះហើរបានដែលនេះគឺពិតជាអស្ចារ្យព្រោះថាសមត្ថភាពដែលអាចហោះហើរបានគឺអាចមានដោយគ្រាន់តែបន្ទាប់ពីឡើងទៅដល់កម្រិតបរិសុទ្ធប៉ុណ្ណោះហើយនេះគឺជាសញ្ញាបត្រដ៏ល្អមួយទៀតសម្រាប់ការរស់រានមានជីវិតរបស់ថាងសានផងដែរហ្នឹងហើយចំពោះកម្រិតបរិសុទ្ធនេះថាងសានក៏ប្រហែលជាសំដៅទៅលើកម្រិតទី10ឬក៏កម្រិតព្រះហ្នឹងឯងហ្នឹងហើយបន្ទាប់មកសាច់រឿងក៏បានកម្មមកដល់ថ្ងៃស្អែកនៅពេលនេះចក្ខុវិស័យរបស់មនុស្សគ្រប់គ្នាទៅលើថាងសានបានផ្លាស់ប្ដូរដែលមនុស្សខ្លះថែមទាំងបានចាប់ផ្ដើមធ្វើការសន្ទនាជាមួយនឹងថាងសានទៀតផងហើយនៅពេលនោះអាចមឌូបៃក៏បានមកនិយាយទៅកាន់ថាងសានផងដែរថាអាចមថាងហើយអ្វីបានជាឲ្យមិនបង្ហាញពួកយើងនៅបច្ចេកទេសកំបិតខ្យល់ដោយទេវភាពម្ដងទៀតទៅនៅពេលដែលបានឮដូច្នេះថាងសានភ្ញាក់ផ្អើលខ្លាំងមែនទែនបច្ចេកទេសកំបិតខ្យល់ដោយទេវភាពមែនទេតើវាគឺជាអ្វីទៅបន្ទាប់មកយើងក៏បានដឹងតាមរយៈអឌូបៃថាបច្ចេកទេសកំបិតខ្យល់ដែលថាងសានបានបង្រួមម្សិលមិញដែលត្រូវបានអ្នកទាំងអស់គ្នាឲ្យឈ្មោះថ្មីមួយដែលត្រូវបានគេហៅថាបច្ចេកទេសកំបិតខ្យល់ដោយទេវភាពដែលស្ដាប់ទៅវាពិតជាមានអំណាចខ្លាំងមែនទែននៅពេលនោះថាងសានក៏បាននិយាយថាការពីម្សិលមិញកុំតែសិស្សច្បងវូបេនជីបន្ធូរដៃឲ្យគាត់ប៉ុណ្ណោះក៏ប៉ុន្តែវូបេនជីក៏បានមកដល់ហើយគាត់ក៏បានប្រាប់ថាគាត់មិនបានធ្វើការបន្ធូរដៃនោះទេក៏ប៉ុន្តែមានតែថាងសាននោះទេដែលបានបន្ធូរដៃឲ្យគាត់នោះហើយការបង្រៀនរបស់ថាងសានការពីម្សិលមិញវាបានជួយទៅដល់វូបេនជីច្រើនខ្លាំងមែនទែនដែលនៅពេលនេះគាត់បានរកឃើញផ្លូវវឹកហាត់របស់គាត់ហើយដែលពាក្យសម្ដីរបស់វូបេនជីមួយម៉ាត់នេះវាបានធ្វើឲ្យកូនសិស្សទាំងអស់គ្នានៅក្នុងសាលទាំងមូលចាប់អារម្មណ៍ខ្លាំងមែនទែនចំណែកឲ្យវូបេនជីគាត់ក៏បាននិយាយបន្តទៀតដើម្បីវឹកហាត់ឲ្យឡើងទៅដល់កម្រិតកាន់តែខ្ពស់ពួកយើងគួរតែរកផ្លូវវឹកហាត់ដែលស័ក្តិសមជាមួយនឹងខ្លួនឯងហើយគាត់ក៏បានអរគុណទៅកាន់ថាងសានម្ដងទៀតដែលការណែនាំម្ដងនេះគាត់ក៏ពិតជាបានចម្ពាក់គុណចំពោះថាងសានខ្លាំងមែនទែននៅពេលដែលបានឮថាថាងសានបានផ្ដល់ដំបូន្មានទៅកាន់វូបេនជីដូច្នេះកូនសិស្សទាំងអស់គ្នាក៏ពិតជាចាប់អារម្មណ៍ហើយកោតសរសើរទៅកាន់ថាងសានចំណែកឯគូលីដែលមានបច្ចេកទេសនៃការផ្លាស់ប្ដូរបេសាចដោយទិដ្ឋភាពក្រពើពេលវេលាក៏បានចង់ទទួលដំបូន្មានពីថាងសានផងដែរហើយគាត់ក៏បានសួរទៅកាន់ថាងសានថាអាចមកថាងអំពីធាតុនៃពេលវេលាតើឯងមានចំណេះដឹងអំពីវាដែរឬទេនៅពេលដែលបានឮអំពីធាតុនៃពេលវេលាថាងសានក៏ចង់សិក្សាអំពីគូលីផងដែរព្រោះថាគាត់មិនសូវជាយល់អំពីធាតុនៃពេលវេលាប៉ុន្មាននោះទេនៅពេលដែលបានឮបែបហ្នឹងគូលីក៏បាននិយាយឲ្យថាល្អណាស់អ្នកមិនចាំបាច់យល់អំពីវាច្រើនពេកនោះទេបើសិនជាអ្នកយល់អំពីវាច្រើនបែបនេះតើពួកយើងមានផ្លូវឯណាដើរទៅបន្ទាប់ពីនិយាយរួចពួកគេទាំងអស់គ្នាក៏បានសើចយ៉ាងសប្បាយរីករាយបន្ទាប់មកពួកគេទាំងអស់គ្នាក៏បានចូលទៅកាន់ថ្នាក់រៀនរបស់លោកគ្រូកនឡុងជៀនដែលនៅក្នុងថ្នាក់មួយនេះពួកគេនឹងត្រូវសិក្សាអំពីឋានៈដែលស្ថិតនៅក្នុងពូជពងទេពអប្សរនិងពូជពងបិសាចហើយដើម្បីបញ្យល់ថាងសានដែលជាសិស្សថ្មីមេរៀនដែលពួកគេត្រូវរៀននៅថ្ងៃនេះគឺវាវែងបន្តិចនៅពេលដែលលោកគ្រូកនឡុងជៀននិយាយដូច្នេះថាងសានក៏បានគិតនៅក្នុងចិត្តថាល្អណាស់ចំណេះដឹងនេះគឺជាអ្វីដែលខ្ញុំកំពុងតែចង់ដឹងបំផុតបន្ទាប់មកការបង្រៀនរបស់លោកគ្រូកនឡុងជៀនក៏បានចាប់ផ្ដើមហើយតាមរយៈការបង្រៀនមនុស្សយើងក៏បានដឹងថាខ្សែឈាមរបស់ពូជពងបិសាចត្រូវបានបែងចែកទៅជា5កម្រិតរីឯពូជពងមនុស្សមិនស្ថិតនៅក្នុងកម្រិតទាំង5នេះនោះទេចំពោះខ្សែឈាមកម្រិតទី5គឺសំដៅទៅលើពពួកបិសាចទាំងឡាយណាដែលមិនពូកែនៅក្នុងការប្រយុទ្ធរីឯខ្សែឈាមកម្រិតទី4គឺជាខ្សែឈាមដែលធម្មតាទូទៅបំផុតដែលខ្សែឈាមនេះមានចំនួននៃសត្វចម្លែកច្រើនជាងគេបង្អស់ឧទាហរណ៍ដូចជាពូជពងចចកខ្យល់នៅពេលដែលចៅកំណើតថាមពលរបស់ពួកគេតែងតែខ្ពស់ជាងកម្រិតទី2ក៏ប៉ុន្តែជាមួយនឹងខ្សែឈាមរបស់ពួកគេពិបាកបំបែកចូលទៅកាន់កម្រិតទី9ខ្លាំងមែនទែនចំណែកឯកម្រិតទី3ត្រូវបានគេហៅថាជាមេដឹកនាំរបស់ពូជពងបិសាចហើយវាអាចទៅរួចក្នុងការដែលពួកគេបំបែកចូលទៅកាន់កម្រិតអតិទេពក៏ប៉ុន្តែពួកគេមិនអាចបំបែកចូលទៅកាន់កំពូលនៃកម្រិតទី12បាននោះទេនៅពេលដែលបានឮថាពិភពលោកមួយនេះមានរហូតដល់កម្រិតទី12ដូច្នេះវាបានធ្វើឲ្យថាងសានភ្ញាក់ផ្អើលខ្លាំងមែនទែនដែលកម្រិតទី12គឺស្មើជាមួយនឹងព្រះថ្នាក់ទី1រីឯលោកគ្រូកនឡុងជៀនក៏បានប្រាប់ទៅកាន់កូនសិស្សទាំងអស់គ្នាបន្តទៀតថាខ្សែឈាមថ្នាក់ទី3និងថ្នាក់ទី4របស់ពូជពងបិសាចគឺជាកងកម្លាំងគោនៅក្នុងពិភពបិសាចមួយនេះចំពោះខ្សែឈាមកម្រិតទី2គឺស្ថិតនៅក្នុងពិភពមួយផ្សេងទៀតអ្នកដែលមានខ្សែឈាមថ្នាក់ទី2នៃពូជពងបិសាចត្រូវបានគេហៅថាបិសាចដ៏អស្ចារ្យដែលពួកគេទាំងអស់គ្នាមានទេពកោសល្យដើម្បីវឹកហាត់ទៅដល់កម្រិតទី12ដែលត្រូវបានគេហៅថាបុព្វបុរសបិសាចដ៏អស្ចារ្យហើយមូលហេតុគឺដោយសារតែពួកគេទាំងអស់នោះបានទទួលមរតកនៃខ្សែឈាមមាសដ៏អស្ចារ្យដែលឈរនៅលើកំពូលពីរ៉ាមីតហើយគ្រប់គ្រងទៅលើពូជពងបិសាចទាំងមូលប្រសិនបើពូជពងមនុស្សចង់ងើបឡើងយ៉ាងហោចណាស់ក៏មានអ្នកណាម្នាក់អាចវឹកហាត់ទៅដល់កម្រិតរបស់ពួកគេដែរមានតែពេលនោះទេទើបពួកយើងអាចមានឱកាសដើម្បីងើបឡើងបន្តិចហើយចំពោះខ្សែឈាមចុងក្រោយដែលជាខ្សែឈាមថ្នាក់ទី1កាលពីយុគសម័យបុរាណពពួកទាំងអស់ហ្នឹងត្រូវបានគេហៅថាបិសាចបិឃាដែលមរតករបស់ពួកគេពាក់ព័ន្ធជាមួយនឹងការស្លាប់រស់របស់ពូជពងបិសាចទាំងមូលហើយស្ដេចបិសាចដែលមានខ្សែឈាមកម្រិតទី2ទាំងអស់គ្នានឹងការពារស្ដេចបិសាចដែលមានខ្សែឈាមកម្រិតទី1ទាំងអស់នោះដែលចាត់ទុកជាកាតព្វកិច្ចរបស់ពួកគេហើយពួកគេក៏មានមរតកនៃខ្សែឈាមមាសដ៏អស្ចារ្យផងដែរក៏ប៉ុន្តែវាខ្លាំងជាងខ្សែឈាមកម្រិតទី2ឆ្ងាយណាស់ហើយដើម្បីអាចឲ្យខ្សែឈាមរបស់ពួកគេឡើងទៅដល់ថ្នាក់ទី1កត្តាដែលចាំបាច់បំផុតពួកគេត្រូវតែវឹកហាត់ទៅដល់កម្រិតទី12ហើយនៅក្នុងពូជពងបិសាចមានបិសាចបិឃាចំនួន7អង្គរីឯម្ចាស់ទីក្រុងធំៗទាំង7នៃពូជពងបិសាចត្រូវបានគ្រប់គ្រងទៅដោយកូនចៅចំណងក្រ
ក្រោយរបស់បិសាច BK ទាំងអស់នោះបន្ទាប់ពីបានទទួលចំណេះដឹងទាំងអស់នេះខាងសានក៏បានគិតនៅក្នុងចិត្តហើយថាខ្សែឈាមថ្នាក់ទី1នៃពូជពងបិសាចគឺស្មើជាមួយនឹងព្រះថ្នាក់ទី1នៃអាណាចក្រព្រះហើយវាទៅរួចដែលអាចប៉ះពាល់ជាមួយនឹងអាណាចក្រស្ដេចព្រះមើលទៅខ្ញុំបានវិតម្លៃខុសទៅលើកម្រិតនៃភពហ្វាឡានេះហើយដែលកម្រិតនៃពិភពមួយនេះគឺខ្ពស់ជាងអ្វីដែលគាត់បានគិតទៅទៀតអញ្ចឹងហើយបើសិនជាគ្រាន់តែពឹងពាក់ទៅលើសមត្ថភាពរបស់គាត់ទោះបីជាគាត់អាចស្ដារកម្លាំងនៃអាណាចក្រស្ដេចព្រះត្រឡប់មកវិញក៏ដោយក៏ប្រហែលជាគាត់មិនអាចរំដោះពូជពងមនុស្សចេញពីទេសកលរបស់ពូជពងបិសាចបាននោះដែរនៅគណៈពេលនោះអាចមកឌូបៃក៏បាននិយាយទៅកាន់ທາງសានហើយថាណែអូនທາງសានណាតើឯងព្រមធ្វើជាអ្នកការពាររបស់ខ្ញុំដែរឬទេនៅក្នុងចំណោមពួកយើងទាំងអស់គ្នាមានតែខ្ញុំម្នាក់ប៉ុណ្ណោះដែលបានទទួលមរតកនៃខ្សែឈាមថ្នាក់ទី1នៅពេលដែលបានឮឌូបៃនិយាយដូច្នេះທາងសានភ្ញាក់ផ្អើលខ្លាំងមែនទែនក៏ប៉ុន្តែកញ្ញាស៊ីឆិនក៏បានប្រាប់ហើយថាមិនចាំបាច់ស្ដាប់ពីអូរបស់ក្មេងម្នាក់នឹងទេខ្សែឈាមក៏ជ្រុងឋានសួគ៌របស់គាត់វាពិតជាខ្សោយខ្លាំងណាស់ដែលគាត់មិនអាចសំបីតែបំបាយចូលទៅកាន់កម្រិតទី4បានផងដែលពេលសម្ដីរបស់កញ្ញាស៊ីឆិនវាបានចាក់ទម្លុះបេះដូងរបស់ឌូបៃខ្លាំងមែនទែនរីឯທາងសានក៏បានសួរឬការកញ្ញាឆឹងស៊ីឆិនថាតើបច្ចេកទេសការផ្លាស់ប្ដូរបិសាចដែលទេវភាពរបស់នាងជាខ្សែឈាមថ្នាក់ទីប៉ុន្មានហើយយើងក៏បានដឹងថាខ្សែឈាមអន្តរីមាសរបស់កញ្ញាឆឹងស៊ីឆិនវាគឺជាខ្សែឈាមថ្នាក់ទី2ដែលក៏ជាខ្សែឈាមមាសផងដែរបន្ទាប់ពីបានដឹងបែបនេះທາងសានក៏បានគិតនៅក្នុងចិត្តហើយថាមិនឆ្ងល់នោះទេដែលបន្ទាប់ពីគាត់បានស្រូបយកខ្សែឈាមរបស់នាងកាលពីម្សិលមិញសមត្ថភាពគ្រប់ផ្នែកទាំងអស់នៅក្នុងរាងកាយរបស់គាត់បានកឡើងយ៉ាងអស្ចារ្យហើយមើលទៅខ្សែឈាមចចខ្ចល់ខ្សែឈាមខ្លារខិនពន្លឺរួមទាំងខ្សែឈាមបិសាចរមាសរបស់ខ្ញុំសុទ្ធតែជាខ្សែឈាមដែលមានថ្នាក់ទី4ចំណែកឯខ្សែឈាមក្តានវិញ្ញាណជាមួយនឹងខ្សែឈាមអន្តរីមាសប្រហែលជាបានឈានទៅដល់ថ្នាក់ទី3ហើយមើលទៅកម្រិតនៃខ្សែឈាមគឺពិតជាសំខាន់នៅក្នុងការបង្កើតកម្លាំងនៃខ្សែឈាមដែលការសិក្សាថ្នាក់ចំណេះដឹងទូទៅជាមួយនឹងលោកគ្រូកនឡុងជៀនគឺពិតជាសំខាន់ខ្លាំងមែនទែនបន្ទាប់មកពេលវេលានៃការសួរសំណួររបស់សិស្សក៏បានមកដល់ដែលលោកគ្រូកនឡុងជៀនគាត់ក៏បានឲ្យທາງសានធ្វើការសួរសំណួរមុនគេហើយបន្ទាប់មកທາងសានក៏បានសួរសំណួរពាក់ព័ន្ធជាមួយនឹងទីក្រុង Curry ថាតើទីក្រុងមួយនេះត្រូវបានគ្រប់គ្រងទៅដោយកូនចៅចំនួនក្រោយរបស់បិសាច BK មួយណានៅក្នុងចំណោមបិសាច BK ទាំង7ហើយបន្ទាប់មកលោកគ្រូកនឡុងជៀនក៏បានប្រាប់ថាទីក្រុង Curry ត្រូវបានគ្រប់គ្រងទៅដោយកូនចៅចំនួនក្រោយរបស់បិសាច BK មួយដែលត្រូវបានគេហៅថាអន្តរាជបិសាចកង្កោកឋានសួគ៌ដែលកង្កោកឋានសួគ៌គឺជាស្ដេចនៃបិសាចទាំងឡាយនៅក្នុងពិភពលោកមួយនេះហើយវាគឺជាមេដឹកនាំនៃបិសាចប្រភេទហោះទាំងអស់ក៏ប៉ុន្តែអ្នកស្នើតំណែងចំនួនមុននៃបិសាចកង្កោកដ៏អស្ចារ្យត្រូវបានស្លាប់ដោយមិនដឹងមូលហេតុហើយទោះបីជាគាត់ត្រូវបានទទួលមរតកខ្សែឈាមដោយផ្ទាល់ក៏ដោយក៏ប៉ុន្តែគាត់មិនទាន់វឹកហាត់ទៅដល់កម្រិតអធិបតីភាពបិសាចនោះទេនៅពេលដែលបានឮដូច្នេះທາງសានក៏ពិតជាចាប់អារម្មណ៍ខ្លាំងមែនទែនហើយគាត់ក៏បានគិតនៅក្នុងចិត្តថាស្ដេចបិសាចកង្កោកឋានសួគ៌មេដឹកនាំនៃបក្សីរាប់រយខ្ញុំគិតថាវាប្រកាសជាប្រហាក់ប្រហែលជាមួយនឹងមញូរ៉ាហើយបន្ទាប់ពីបញ្ចប់ថ្នាក់រៀនរបស់លោកគ្រូកនឡុងជៀនทางសានក៏បានស្នើសុំទៅកាន់លោកគ្រូកនឡុងជៀនក្នុងការសម្រាប់មួយថ្ងៃដើម្បីដើរលេងនៅក្នុងទីក្រុង Curry ហើយនៅពេលដែលបានឮថាทางសានចង់ទៅដើរលេងនៅទីក្រុងលោកគ្រូកនឡុងជៀនគឺមានការផ្ចាក់បោតផងដែរក៏ប៉ុន្តែនៅពេលនេះសាច់រឿងភាគទី8របស់យើងក៏ឈានមកដល់ទីបញ្ចប់សូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានចំណាយពេលទស្សនាពួកយើងនៅជួបគ្នាម្ដងទៀតនៅក្នុងវីដេអូក្រោយបាយបាយ